លេងការភ្លេងកម្មចិញ្ច្រាំខ្ទេចខ្ទាំចិត្តខ្ញុំទ្រូងអើយក្តៅងំឈឺចាប់រឹតពើផ្សាព្រោះតាហេរូបស្រីខ្ញុំស្នេហ៍យើងចូលរោងការចោលអស់សន្យាដោយគ្រួសារបងខំស្រីកសលហូបបាយសិនទៅអីកូនខ្ញុំអត់តន់ឃ្លានទេម៉ែណែមិនឃ្លានក៏ត្រូវទៅហូបដែរណាព្រោះយើងធ្វើការហត់ពេញមួយថ្ងៃណាបាទម៉ែប៉ុន្តែចាំបន្តិចសិនកសលម៉ែសួរកូនឯងតិចមើលប្រហែលថ្ងៃនេះម៉ែឃើញមុខកូនឯងសង្កត់សង្កាត់មានរឿងអីប្រាប់ម៉ែមើលម៉ែមួយរយៈដែលខ្ញុំទៅរៀននៅភ្នំពេញតើគ្រួសារយើងនិងគ្រួសារអំព្រីងមានតំណែងគ្នាមិនទៅម៉ែមានអីតំណែងតំណងធម្មតាតែកូនតែតាំងពីពេលដែលបាត់វុតនឹងសរឹមមករបស់ព្រីងគាត់ខឹងនឹងវុតខ្លាំងណាស់រហូតដល់រៀនដល់ម៉ែទៀតព្រោះតែគាត់ណាជឿពាក្យចចាមអារាមតាមអ្នកស្រុកថាវុតនេះបង្រត់កូនគាត់តែក្រោយមកគាត់បានដឹងរឿងអស់ហើយគាត់ក៏លេងអីជាមួយគ្រួសារយើងវិញរឿងនេះក៏ខ្ញុំបានដឹងដែរម៉ែពួកអីសិធោគេបានប្រាប់អ្មេចបានកូនសួរម៉ែរឿងហ្នឹងពេលនេះអ៊ំព្រៀងចង់លើកសិធោឲ្យទៅឡុងអញ្ចឹងប៉ិតមែនទេម៉ែខ្ញុំក៏ទៅតែបានដឹងដែរពួកអីសិធោគេទៅប្រាប់អូអញ្ចឹងតាបានម៉ែអាសាឃើញគេចេញចូលផ្ទះលបងព្រីងញឹកញាប់ណាស់តែម៉ែមិនបានចាប់អារម្មណ៍ទេគិតថាឡុងគេជូនម្ដាយមីងគេទៅទាលុយពីអ្នកភូមិទេម៉ែខ្ញុំនឹងស៊ីធោឆ្លាញ់គ្នាខ្លាំងណាស់ម៉ែម៉ែក៏ដឹងខ្លះដែរព្រោះម៉ាលីគេប្រាប់ម៉ែតែពេលនេះស៊ីធោកំពុងតែពិបាកចិត្តខ្លាំងហើយខ្លាចអ៊ំព្រីងលើគេឲ្យទៅឡុងម៉ែក៏ពេញចិត្តនឹងស៊ីធោដែរតែបើសិនជាគូព្រៃនឹងកូនវាមិនបែកបាក់គ្នាទៅណាទេតែបើសិនជាមានអ្នកបោកពង្រត់វាគង់តែបែកទេម៉ែខ្ញុំចង់ប្រាប់អ៊ំព្រីងដើម្បីឲ្យគាត់បានដឹងពីអារម្មណ៍របស់យើងទាំងពីរតែកូនឯងធ្វើស្អីក៏ត្រូវគិតឲ្យច្បាស់លាស់ដែរជួយមួយហើយសរឹមមកលើហ្នឹងណាចេះគិតជាងមុនច្រើនណានេះរងបន្លែហ្នឹងរបស់វាហ្នឹងជាមួយសិធោហ្នឹងបើអ៊ំតែលាចេះឆ្លៀតជួយវាទៅណាតែប៉ុណ្្នឹងអ៊ំបានធូរជាងមុនច្រើនហើយពួកអីសរឹមមកលើចេះជួយធ្វើការងារផ្ទះមិនមែនធូរតែអ៊ំទេសិធោហ្នឹងក៏ធូរតែដែរកាលមុនណាសិធោហ្នឹងគ្នាការងារផ្ទះហ្នឹងលួយហត់ធ្វើតែឯងហ្នឹងអាចឆឹកហ្នឹងវាប៉ះកង់ឆ្លៀតបានមកជួយផ្ទះមួយផ្លែតហ្នឹងព្រោះសរឹមនោះគ្នាគិតតែវាខំប្រឹងរៀនហើយសិធោនេះមានតែមាត់នឹងកស្អីខ្លាចប្អូននឹងរៀនមិនប្រកែស្រឡាញ់បងប្អូនណាណោះគ្រួសារអ៊ំតាំងតែពីដើមអញ្ចឹងមកឡាញ់គ្នាណាបើថាម្នាក់នឹងវាខ្លាំងទៅអ្នកនោះគេចេះអត់ចេះអោនដល់គ្នាអញ្ចឹងទៅ
ហើយដល់តែពេលអញ្ចឹងណាអាទៅលាប់ល្អហ្នឹងណាកូនចៅវារៀនសូត្រយកធ្វើគំរូតាមរហូតអញ្ចឹងមក ត្រូវតែអញ្ចឹងឯងអ៊ំ ព្រោះសរឹមវិញណាថៃបាត់ទៅថាមកផ្ទះហ្នឹងណាវាយើងថាឆេវឆាវខ្លាំងជាងគេបន្តិចមែនប៉ុន្តែបើសិនជាមានកិច្ចការអីណាវាជួយបងប្អូនណាហើយសិធោហ្នឹងគ្នាអ្នកចិត្តធ្ងន់បើទោះជាថាសរឹមហ្នឹងវាមាត់កតូចធំមកមិនក៏ដោយគ្នានឹងចេះតែខំមាត់សកត់ចិត្តអត់ឲ្យនៅប្អូនរហូតមកអញ្ចឹង ខ្ញុំណាឮអ៊ំទៅសារពីសិធោអត់ដាច់ពីមាត់សោះ ឲ្យចូលឲ្យទៅសើមិនពួកគ្នាខំប្រឹងម្លឹងទៅហើយមិនទៅសើមិនកើតធូ សល់តាសល់មកមានការអីក្មួយ អូឆឹកមកដល់ផ្ទះវិញណាអ៊ំ អាចឹងនៅប៉ះកង់នោះជន់មកឯណា អូគឺខ្ញុំថាយកកង់មកឲ្យឆឹកនឹងរត់កម្មឲ្យបន្តិចហ្នឹងណាអ៊ំ អូអញ្ចឹង អញ្ចឹងខ្ញុំលាអ៊ំត្រឡប់ទៅវិញឯង ទៅយកមួយទៅយក ម៉ាលីលោកភេងឆាយបងម្ដងមកអូន ចាបង អ៊ំជួយតែខ្ញុំសិនអី មានត្រីចំហុយអីម៉ាលី មានតាអ៊ំមានម៉ួយគេកំងយកមកលុកដែរតានេះនៅសល់ខ្លះដែរតា អញ្ចឹងថ្លឹងឲ្យអ៊ំ3មក ចាអ៊ំ ដល់ឲ្យបង3ដែរមកព្រោះអីបងខានហូបត្រីចំហុយយូរឯង ចាបង អេសាច់ម៉ាលីស្អាតណាស់ណោះ បើអ្នកមិនដឹងណាគេអត់ដឹងថាម៉ាលីឯងហ្នឹងឈឺអីទេ ម៉ាលីគេប៉ុន្តែសុខភាពបានល្អណាស់ ហើយម៉ាលីឈប់អន់ចិត្តនឹងអ៊ំទៅណាក្មួយដែលកន្លងមកអ៊ំ មកអីទេអ៊ំសំខាន់ពេលនេះអ៊ំនិងអ្នកផ្សេងទៀតឈប់រើអាងខ្ញុំណាខ្ញុំសប្បាយចិត្តណាស់ទៅហើយ បងសុំសើម៉ាលីឯងតាមត្រង់ហើយនេះម៉ាលីឯងចិត្តធ្ងន់ណាស់ទោះជាគេរអាងយ៉ាងណាក៏ដោយក៏មិនខ្វល់ដែរគិតតែពីប្រឹងរ ហើយឥឡូវមានមុខរបរអាចរស់យ៉ាងស្រួលក្មេងៗនៅភូមិយើងមកសកលម៉ាលីឯងដែរខ្លះមិនទាន់មានមុខរបរផងដូចជាកូនអ៊ំអីហ្នឹង តើមានកម្លាំងចេះតែខំប្រឹងរត់ទៅអ៊ំពួកខ្ញុំជឿពាក្យចាស់ថាចង់សំដៅប្រាក់ឲ្យនេះពីក្មេង ត្រូវឲ្យក្មួយ នេះផនអ៊ំ2000 ចា ហើយផនបងភឿន4500ទាំងប្រេងឆាបង តែអរគុណ ចាអរគុណបងអរគុណអ៊ំ ម៉ាលីឥឡូវមួយចាស់ចង់មកជួយទិញវិញហើយ ចាអ៊ំខ្ញុំមកសប្បាយចិត្តណាស់អ៊ំដែលគេគ្រប់គ្នាជប់រើអាងខ្ញុំ អ៊ំក៏សប្បាយចិត្តដែរ តែប៉ុណ្ណេះខ្ញុំអាចទិញអីវ៉ាន់ឲ្យច្រើនយកមកលក់ដូចមុនវិញហី សល់ អ
ត់តែតង់មួយគ្នាឯងពួកគ្នាចង់យកបន្លែលក់ផ្ទាល់ដូចបងកសោដែរពួកយកបន្លែលក់ផ្ទាល់ខ្លួនឯងអញ្ចឹងទៅវាបានតម្លៃខ្ពស់ មានអីល្អតាចាំពេលតនេះមកប្រវល់គ្នាមកវត្តខណាមកណាដែរណាបងទៅរកការងារមិញហ្នឹងហើយឈៀងទៅកន្លែងចឹងផ្លែតប៉ុន្តែបងឃើញស្រឹមទៅនេះបងក៏ឈៀងចូលត្មងទៅ ចុះបើអត់ឃើញស្រឹមអត់ចូលដែរហ៎ ហើយស្រឹមមកយូរនៅ មកដល់មកស្ទុះហើយ បើដឹងថានៅជុំនេះមកតាំងពីយូរព្រោះអីជួយធ្វើការម៉ែហើយយូរហើយហ្នឹង មើលទៅវត្តឥឡូវអាសាដល់ហើយណោះបើសិនជាណាគេបានធ្វើសង្សារដឹងថាល្អមិនទេនេះ អញ្ចឹងហ៎ ចា អូសិភេទៅថតទៅវិញណាក៏គឺអ្នកជួយបងបាយនឹងចូលផង បញ្ញាដាំបាយមែនមើលទៅមិនជាភ្លឺតា មើលហ្នឹង មិនដាំបាយតាមមុខណាគេនៅធ្វើអីផ្សេងទៀតហ៎ ទៅសិនណាអូទៅចឹង ត្រឹមអត់ជីកង់មកអញ្ចឹងមកឡើងបន្ទូជាមួយខ្ញុំអញ្ចឹងខ្ញុំជិះទៅទេ អត់អីទេខ្ញុំដើរទៅខ្លួនឯងក៏បានដែរ មកឡើងបន្ទូមកទៅ អើយមកវត្តជូនទៅស្រឹមហើយដាច់សធាគាត់អស់ហើយ មែនហ្នឹង ទៅណា អរគុណសុភាណា ចា បងឯងជិះទៅណាវិញណា ទៅនៅជួយខ្ញុំផ្លែសិនណា ទៅណាយកខ្ញុំទៅផ្ទះ គង់តែជូនទៅទេប៉ុន្តែខ្ញុំមានរឿងសំខាន់មួយចង់ប្រាប់ស្រាប់ឲ្យហើយ រឿងអីគេបាយកុំនិយាយលើម៉ូតូឲ្យហើយហ្មងហើយ រឿងសំខាន់ណាគេមិនអាចនិយាយគង់ជិះម៉ូតូបានទេ អត់ទេចូលខ្ញុំទៅផ្ទះលឿនណា ហេកុំស្អីលោឡាពេកមើលអញ្ចឹងតែចិត្តខាងថាខ្ញុំចាប់ជំរិតស្រឹមឯងណា ណាកុំរបូតឲ្យងាកក្រោយមើលទៅមុខទៅប្រយ័ត្នចូលកឡុក ហេតុអីក៏ចូលអោបដៃហើយធ្វើមុខរៀងភ័យបែបហ្នឹងអញ្ចឹងខ្លាចខ្ញុំមែនទេ មាននឹងអីត្រូវខ្លាចឥឡូវមាននឹងអីចាំនិយាយមកប្រយ័ត្នគេមើលឃើញណា ឃើញក៏ឃើញទៅខ្ញុំបន់តែគេឃើញហ្នឹងអាគេយល់ច្រឡំដូច4ទៀតហ្នឹង ណែកុំឲ្យសើចច្រើនពេកមើលមាននឹងអីចាំនិយាយមកប្រយ័ត្នទៅផ្ទះមុនណា ចាំយប់សិនស្រឹមបងស្រឡាញ់អូន មួយឯងលងលំណាគេបានប៉ុន្តែចំពោះខ្ញុំងាយទេព្រោះខ្ញុំស្គាល់បង្គាប់ឯងច្បាស់ហ่าមនុស្សដើរលេខដូចបងឯងនេះមានសង្សារច្រើនរាប់មិនអស់ បងជួយចិត្តដើរលេងមែនប៉ុន្តែបញ្ហាស្អីញីគឺបងដែរលេឲ្យបងស្បត់អត់ណាក៏បងព្រមដែរ ខ្ញុំមិនចង់ប្រើពាក្យបន្លំលោកទេប៉ុន្តែពាក្យនេះគឺជាពាក្យប៉ាត់គឺគេថាទឹកហមដែរហត់ពាក្យប្រស្បត់កុំឲ្យជឿ ស្រឹមអូនឯងជឿចិត្តបងណាព្រមមួយក៏ចោលបងនេះលុតជង្គង់នៅចំពោះមុខអូនឯងទើបអូនឯងជឿបង អត់ទេបងកុំធ្វើដល់ថ្នាក់ហ្នឹងពេកត្បិតតែបងឯងធ្លាប់មានសង្សារពីមុនមកមែនប៉ុន្តែខ្ញុំក៏គ្មានសិទ្ធិខំបងឯងដែរព្រោះភាពជាមនុស្សប្រុសគឺតែប៉ុណ្្នឹងឯងយល់ល្អយើងជាយុវវ័យ
ត្រូវបញ្ញាប្រឡោះរឿងស្នេហាពេកទេព្រោះដើម្បីជៀសវាងការបង្ការមេរោគអេដ ត្រង់នឹងហើយដែលបងខ្លាចព្រោះបងមានបំណងចង់រស់នៅក្នុងគ្រួសារមួយដែលពោពេញទៅដោយសុភមង្គលហើយនឹងគ្មានមេរោគអេដ ឥឡូវពួកយើងកុំអាចនិយាយរឿងហ្នឹងព្រោះពេលនេះខ្ញុំមិនតាន់គិតពីរឿងអីទាំងអស់ក្រៅពីគិតខំកែខ្លួនធ្វើជាកូនល្អនិងខំរៀនសូត្រឲ្យបានខ្ពស់ដើម្បីអនាគតខ្ញុំថ្ងៃមុខហើយបងក៏អញ្ចឹងដែរពីមុនធ្លាប់ធ្វើឲ្យពុកម្ដាយពិបាកចិត្តច្រើនណាស់ឥឡូវគួរតែនៅសងកូនគាត់សិនទៅរឿងស្នេហាកុំអាចគិតក៏វាមិនតាន់ហួសពេលដែរ អូមកស្រុកខ្លួនអ អូមិនកើតអីទេតែអូមើលអាណិតកសលសុកមកពិបាកចិត្តពីរឿងស្នេហា បងក៏សល់រឹងពឹងដែរតែនៅចាញ់រោគស្នេហាហ្នឹងគេថាអ្នកមានរោគស្នេហាគឺគ្មានថ្នាំព្យាបាលទេក្រៅពីរោគបេះដូងរបស់ស្អំ មលីឯងនិយាយតែបងឯងលឺគេខឹងលើហើយ អ៊ំខ្ញុំថាយល់ល្អអ៊ំសាកតែនិយាយជាមួយអ៊ំព្រាគាត់ផងទៅ មិនដឹងតែត្រូវនិយាយជាមួយគាត់យ៉ាងម៉េចទៀតទេនេះ សាកទៅនិយាយសិនទៅអ៊ំដើម្បីបងក៏សល់គាត់អស់ចិត្តតែញ៉ៃដែរបងឲ្យស្គាល់បងពីកញ្ចប់មក អេចាំថាឯងយកថ្នាំពុលគីមីទៅធ្វើអីថ្នាំពុលគីមីហ្នឹងណាកុំប្រើវាណាក្មួយវាគ្រោះថ្នាក់ណាស់ហើយត្រូវទុកឲ្យផុតពីដៃក្មេងផង ចា ខ្ញុំ500បង មីងខ្ញុំលីហើយចា អ៊ំតន់តនេះអ៊ំទៅសួរគាត់ឲ្យហើយទេ អញ្ចឹងអ៊ំសាកទៅនិយាយមួយគាត់ដែរណាហើយបើកសលសួរពីអ៊ំមិនប្រាប់តាមហ្នឹងណា ចា สิโทอาស្រូវទៀតអីហ្នឹងហ៎ ចាមីង ស្រូវក្របធំល្អណាមើលនេះ ចាមីងហើយខ្ញុំហើយតែទីធម្មជាតិទេអញ្ចឹងគាត់ធំល្អហ្នឹងមីង ស្រូវមីងក៏អញ្ចឹងដែរបើនិយាយរួមទៅភូមិយើងឥឡូវគេធ្វើតែជីកប៉ោះសម្រាប់ដាំដំណាំទេព្រោះអីប្រើទៅវាបានផលល្អហើយវាមិនប៉ះពាល់សុខភាពទៀតផង ត្រូវហើយមីងកន្លែងខ្លះដោយសារតែចូលចិត្តប្រើថ្នាំគីមីដាក់ស្រែសូម្បីតែត្រីកែបក្តាមខ្យងអីក៏បើហូបដែរមីងអើយ ពីមុនអត់តែមានភ្លៀងម្ដងអញ្ចឹងណាអ្នកស្រែអ្នកចំការមិនពិបាកទៅរមហូបហើយនឹងទិញគេហូបទេគេទៅរកត្រីកែបខ្យងក្តាមយកទៅលក់ទៀតផងណាក្មួយ ចាអ្នកចូលចិត្តប្រើថ្នាំគីមីចិត្តតែមនុស្សមិនចេះគិតប៉ះពាល់សុខភាពហើយធ្វើឲ្យបាត់បង់ពូជសាសន៍ដែលមានប្រយោជន៍ទៀតផង និយាយអញ្ចឹងលបងព្រីងទៅផ្ទះអត់ អ៊ំគាត់នៅខាងក្រោយផ្ទះមីង មីងបានដឹងពីរឿងក្មួយនឹងកសលអស់ហើយឥឡូវនេះកសលគេកំពុងពិបាកចិត្តខ្លាំងណាស់ក្មួយហើយ ខ្ញុំក៏ពិបាកចិត្តអញ្ចឹងគាត់ដែរមីង ដោយសារតែមីងអាណិតពួកក្មួយទៅមីងកាត់គេកាត់ខ្មាស់ចង់មកជម្រាបលបងព្រីងឲ្យបានដឹងដើម្បីឲ្យគាត់យល់អំពីចិត្តពួកក្មួយហ្នឹង អូយខ្ញុំថាមីងប្រាប់គាត់ពេលនេះគាត់អត់សូវសប្បាយចិត្តទេមីង ថៃហ្នឹងក្មួយ ពូមេមន់គាត់ងាក់ពីក្បាលទៀតទេ ស្ដាយណាស់អីចុះងាប់អស់ប្រហែលក្បាលដែរ ម
ប្រហែលថ្ងៃមុនអស់3ក្បាលហើយឥឡូវថែម2ទៅឡើង5ហើយមីងអើយ អញ្ចឹងវិញទៅមើលគាត់ផ្លេតណាស្ដាយដែរហ្នឹងក៏ខំចាំបានធំប៉ុណ្្នឹងហើយ ប៉ុន្តែមីងឯងមិនទាន់ប្រាប់គាត់ពីរឿងហ្នឹងណាមីងណា អើមិនអីទេមីងប្រាប់ទេអញ្ចឹងមិនទៅ